រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានដាក់ឈ្មោះខ្សែបន្ទាត់ក្រហមចំនួន3សម្រាប់អ៊ុយក្រែនលោកអាន់ទ្រីស៊ីប៊ីហារដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានដាក់ឈ្មោះខ្សែបន្ទាត់ក្រហមចំនួន3សម្រាប់ទីក្រុងគៀវក្នុងការដោះស្រាយសន្តិភាពនាពេលអនាគតលោកស៊ីប៊ីហាបាននិយាយថាអ៊ុយក្រែននឹងមិនទទួលស្គាល់ទឹកដីដែលកាន់កាប់ដោយរុស្ស៊ីថាស្របច្បាប់ជាដាច់ខាតនិងមិនបោះបង់ចោលគោលដៅរបស់ខ្លួនក្នុងការចូលរួមជាមួយនឹងសហភាពអឺរ៉ុបរួមទាំងអង្គការ NATO ហើយក៏នឹងមិនយល់ព្រមក្នុងការកាត់បន្ថយកងកម្លាំងយោធារបស់ខ្លួននោះដែរថ្លែងទៅកាន់សារព័ត៌មានអ៊ុយក្រែន RBC News នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយនៅថ្ងៃច័ន្ទនេះលោកស៊ីប៊ីហាបាននិយាយថាខណៈដែលគាត់មិនចូលចិត្តជាពិសេសនៅពាក្យបន្ទាត់ក្រហមតែគាត់ជឿជាក់យ៉ាងមុតមមថាគោលដៅទីនេះគឺជាការចាំបាច់និងមិនអាចរំលោភបំពានបានលោកស៊ីប៊ីហាបានថ្លែងប្រាប់ RBC យូក្រែនថាចំណុចដំបូងនិងសំខាន់បំផុតគឺបូរណភាពទឹកដីនិងអធិបតេយ្យភាពរបស់អ៊ុយក្រែននឹងមិនដែលទទួលស្គាល់នៅទឹកដីដែលត្រូវបានកាន់កាប់ដោយរុស្ស៊ីទៅឡើយទី2គ្មានប្រទេសបរទេសណាមានសិទ្ធិគ្រប់គ្រងលើការសម្រេចចិត្តរបស់អ៊ុយក្រែនឬបញ្ឈប់យើងពីការជ្រើសរើសសម្ព័ន្ធមិត្តដោយផ្ទាល់មិនថាជាសហភាពអឺរ៉ុបឬអង្គការ NATO នោះទេទី3មិនមានការរឹតបន្តឹងទៅលើសមត្ថភាពការពាររបស់អ៊ុយក្រែនគ្មានការរឹតបន្តឹងទៅលើកងទ័ពរបស់យើងឬសមត្ថភាពរបស់យើងឡើយលោកបានបន្ថែមដោយនិយាយថាជំហរទាំងនេះគឺត្រូវបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់សម្ព័ន្ធមិត្តលោកខាងលិចរបស់ទីក្រុងគៀវនៅពេលដែលត្រូវបានសួរអំពីជំហរថ្មីរបស់រដ្ឋបាលសហរដ្ឋអាមេរិកប្រឆាំងទៅនឹងសមាជិកភាព NATO របស់អ៊ុយក្រែនលោកស៊ីប៊ីហាបានឆ្លើយតបថាអង្គការ NATO គឺមិនអាចត្រូវបានដកចេញពីតុបានទេលោកបានបញ្ជាក់ថាផ្លូវរបស់អ៊ុយក្រែនក្នុងការចូលរួមជាមួយនឹងអង្គការ NATO គឺត្រូវបានសរសេរនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលតំណាងឲ្យឆន្ទៈរបស់ប្រជាជនអ៊ុយក្រែននិងមធ្យោបាយដ៏ល្អបំផុតក្នុងការធានាសន្តិសុខរបស់ប្រទេសវាមិនច្បាស់ទេថាតើលក្ខខណ្ឌទាំងនេះត្រូវបានគេយកទៅពិភាក្សានៅក្នុងអំឡុងពេលកិច្ចពិភាក្សាដ៏សំខាន់រវាងមន្ត្រីអ៊ុយក្រែននិងសហរដ្ឋអាមេរិកនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតដែលលោកស៊ីប៊ីហាបានមានវត្តមាននៅទីនោះឬយ៉ាងណានោះទេបន្ទាប់ពីកិច្ចពិភាក្សាអ៊ុយក្រែនបានយល់ព្រមចំពោះសំណើដែលគាំទ្រដោយសហរដ្ឋអាមេរិកសម្រាប់បទចុះបាញ់រយៈពេល30ថ្ងៃទោះបីជាយ៉ាងណាក៏ដោយគណៈពេលដែលមន្ត្រីរុស្ស៊ីមួយចំនួនបានច្រានចោលនៅគំនិតនេះវាមានកម្លាំងមិនទាន់បានឆ្លើយតបជាផ្លូវការនៅឡើយទេកាលពីថ្ងៃប្រហោះប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀរពូទីនបានស្នើថាទីក្រុងមូស្គូនឹងបន្ថែមការទាមទារចំពោះសំណើនេះដើម្បីជាផលប្រយោជន៍របស់រុស្ស៊ីឲ្យកាន់តែប្រសើរឡើងស្របពេលជាមួយគ្នានេះរុស្ស៊ីបានរិះគន់លោកអេម៉ានូអែលម៉ាក្រុងបន្ទាប់ពីប្រធានាធិបតីបារាំងរូបនេះបាននិយាយថាទីក្រុងគៀវមិនត្រូវការយល់ព្រមពីទីក្រុងមូស្គូដើម្បីស្នើសុំកងទ័ពរក្សាសន្តិភាពទៅកាន់ទឹកដីរបស់ខ្លួននោះទេអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Alexander Grushko បានធ្វើការកត់សម្គាល់ទីនេះនៅក្នុងបទសម្ភាសន៍ជាមួយនឹងកាសែត Izvestia គណៈពេលដែលសម្ព័ន្ធមិត្ត NATO ពិភាក្សាអំពីលទ្ធភាពនៃការបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែនដែលជាផ្នែកនៃកិច្ចព្រមព្រៀងបទចុះបាញ់ដែលកំពុងត្រូវបានចរចារវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងមូស្គូទីក្រុងមូស្គូបានបញ្ជាក់យ៉ាងច្បាស់ថាខ្លួនប្រឆាំងយ៉ាងដាច់ខាតចំពោះការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពរបស់លោកខាងលិចណាមួយទៅក្នុងប្រទេសអ៊ុយក្រែនទន្ទឹមនឹងនេះសម្ព័ន្ធមិត្ត NATO របស់ទីក្រុងគៀវបានអះអាងថាសកម្មភាពបែបនេះនឹងអាចជួយការពារសន្តិសុខទាំងមូលរបស់អឺរ៉ុបនិងការការពារពីការឈ្លានពានរបស់រុស្ស៊ីនាពេលអនាគតទោះបីជារុស្ស៊ីបានច្រានចោលនៅគំនិតនេះម្ដងហើយម្ដងទៀតពីអតីតកាលក៏ដោយប៉ុន្តែការអធិប្បាយចុងក្រោយរបស់លោក Grushko បានបង្ហាញពីការបដិសេធដ៏ខ្លាំងក្លាបំផុតរបស់ខ្លួនលោកម៉ាក្រុងបានប្រាប់ទៅកាសែតបារាំងលើប៉ាឡេសៀននៅថ្ងៃទី15ខែមីនាថាអ៊ុយក្រែនគឺជាប្រទេសឯករាជ្យប្រសិនបើខ្លួនជ្រើសរើសការអញ្ជើញកងកម្លាំងសម្ព័ន្ធមិត្តមកឈោះជើងនៅក្នុងទឹកដីរបស់ខ្លួនវាគឺមិនមែនអាស្រ័យទៅលើរុស្ស៊ីក្នុងការទទួលយកឬបដិសេធនោះទេមន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋាភិបាលអង់គ្លេសក៏បានប្រាប់កាសែត The Times of London ថាបណ្ដាប្រទេសលោកខាងលិចក្រុងនឹងបញ្ជូនទាហានចំនួន 10000 នាក់ទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីឃ្លាំមើលបទចុះបាញ់ដែលអាចកើតមានរវាងទីក្រុងមូស្គូនិងទីក្រុងគៀវលោក Grushko ក៏បានច្រានចោលគំនិតនេះយ៉ាងដាច់ខាតដោយហៅវាថាមិនទំនងនិងគួរឲ្យអស់សំណើចទោះបីជាយ៉ាងណាក៏ដោយលោកបានបន្ថែមថារុស្ស៊ីនឹងបើកចំហចំពោះវត្តមានរបស់អ្នកអង្គការដែលគ្មានអាវុធនិងបេសកកម្មស៊ីវិលនៅក្នុងប្រទេសអ៊ុយក្រែនដើម្បីតាមដានការអនុវត្តផ្នែកខ្លះនៃកិច្ចព្រមព្រៀងនិងយន្តការធានាយើងមិនខ្វល់ថាកងកម្លាំង NATO ប្រើស្លាកអ្វីទេថាតើពួកគេមកនៅក្រោមសហភាពអឺរ៉ុបឬអង្គការ NATO ខ្លួនឯងឬជាកងកម្លាំងជាតិនីមួយៗហើយប្រសិនបើពួកគេចូលទៅក្នុងប្រទេសអ៊ុយក្រែនពួកគេនឹងស្ថិតនៅក្នុងតំបន់សង្គ្រាមសកម្មហើយនឹងត្រូវចាត់ទុកថាជាភាគីនៃជម្លោះ
ដោយបានជេរប្រមាថលោកម៉ាក្រុងអនុរដ្ឋមន្ត្រីការបរទេសរូបនេះបានចោទប្រកាន់ប្រធានាធិបតីបារាំងថាបានប្រើប្រាស់សំណើយោធាដើម្បីបង្វែរការចាប់អារម្មណ៍ពីបញ្ហានៅក្នុងស្រុកលោកគ្រូស្កូបាននិយាយថាប្រទេសនេះកំពុងឆ្លងកាត់វិបត្តិដ៏ធ្ងន់ធ្ងរដែលវាកំពុងត្រូវបានប៉ះទង្គិចដោយបាតកម្មលោកអេម៉ានូអែលម៉ាក្រុងនិងកម្លាំងនយោបាយដែលគ្រប់គ្រងរបស់គាត់គឺមិនស្ថិតនៅក្នុងជំហររឹងមាំប៉ុន្មាននោះទេដូច្នេះការលើកឡើងនៅប្រធានបទដ៏រសើបខ្លាំងមួយដោយជាការបញ្ជូនកងទ័ពគឺមានបំណងនៅក្នុងចំណោមរឿងផ្សេងទៀតដើម្បីបង្វែរការយកចិត្តទុកដាក់របស់សាធារណជនចេញពីបញ្ហានៅក្នុងស្រុកប៉ុណ្ណោះអ្នកការទូតរូបនេះបានបន្ថែមថារុស្ស៊ីនឹងទាមទារការធានាដ៏រឹងមាំនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពណាមួយដែលអាចកើតមានដោយធានាថាអ៊ុយក្រែននឹងរក្សាភាពក្រិតភាពនិងបោះបង់ចោលមហិច្ឆតារបស់ខ្លួនក្នុងការចូលរួមជាមួយនឹងអង្គការ NATO មន្ត្រីអាមេរិកកំពុងចូលរួមទៅក្នុងការចរចាជាមួយទីក្រុងមូស្គូដែលមានគោលបំណងនាំមកនូវការបញ្ចប់សង្គ្រាមដែលឥឡូវនេះបានឈានចូលដល់ឆ្នាំទី4ហើយសម្រាប់អ៊ុយក្រែនបានយល់ព្រមគាំទ្រសំណើបទចុះបាញ់រយៈពេល30ថ្ងៃតែគាំទ្រដោយទីក្រុងវ៉ាស៊ីនតោននៅក្នុងសង្គ្រាមនេះប្រធានាធិបតីដូណាល់ត្រាំបានគម្រាមវាយប្រហាររុស្ស៊ីជាមួយនឹងទណ្ឌកម្មទ្រង់ទ្រាយធំនិងពន្ធគយប្រសិនបើសមាភាគីរុស្ស៊ីរបស់គាត់មិនយល់ព្រមទៅលើបទចុះបាញ់និងកិច្ចព្រមព្រៀងសន្តិភាពទេជំនួយការរបស់លោកវ្លាឌីមៀពូទីនគឺលោកយូរីអ៊ូសាកូបានប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃទី16ខែមីនាថាអ្វីដែលយើងមើលឃើញនេះគឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីផ្ដល់ឲ្យកងកម្លាំងអ៊ុយក្រែនសម្រាប់ការឈប់សម្រាកនៅក្នុងរយៈពេលដ៏លំបាកមួយកងទ័ពរុស្ស៊ីគឺកំពុងរីកចម្រើននៅគ្រប់ទីតាំងជួរមុខទាំងអស់ហើយនៅក្នុងកាលៈទេសៈទាំងនេះបទចុះបាញ់អាចនឹងត្រូវបានចាត់ទុកថាជាវិធីមួយដើម្បីអនុញ្ញាតឲ្យអ៊ុយក្រែនពង្រឹងកងទ័ពរបស់ខ្លួនបន្ថែមទៀតអ្នកនាំពាក្យវិមានកម្លាំងលោកឌីមីទ្រីពេស្កូបានបញ្ជាក់ថាលោកត្រាំនឹងនិយាយជាមួយនឹងលោកពូទីនតាមទូរស័ព្ទនៅថ្ងៃអង្គារនេះដោយលោកត្រាំក៏បានប្រាប់អ្នកសារព័ត៌មានរួចហើយនៅល្ងាចថ្ងៃអាទិត្យថាពួកគាត់នឹងនិយាយគ្នាដើម្បីមើលថាតើយើងអាចបញ្ចប់សង្គ្រាមនេះបានដែរឬអត់ស្របពេលជាមួយគ្នានេះក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថាកងកម្លាំងរបស់ខ្លួនបានចូលកាន់កាប់ភូមិស្តេផូរបស់អ៊ុយក្រែននៅក្នុងតំបន់សាប៉ូរីស៊ីយ៉ានៅថ្ងៃទី17ខែមីនានេះទោះបីជាយ៉ាងណាក៏ដោយអ្នកនាំពាក្យនៃកងកម្លាំងការពារភាគខាងត្បូងរបស់អ៊ុយក្រែនលោកវ៉ាឌីស្លាវ វ៉ូឡូស៊ីនបានបដិសេធទៅលើការអាងបែបនេះស្តេផូគឺជាភូមិតូចមួយដែលមានប្រជាជនមុនសង្គ្រាមចំនួន108នាក់មានចម្ងាយប្រហែលជា5គីឡូម៉ែត្រពីភីយ៉ាទីខាទីនិងម៉ាលីឈើបាគីដែលជាភូមិពីរផ្សេងទៀតនៅក្នុងតំបន់សាប៉ូរីស៊ីយ៉ាដែលទីតាំងទាំង3នេះគឺធ្លាប់បានកាន់កាប់ដោយកងកម្លាំងរុស្ស៊ីនៅក្នុងឆ្នាំ2022និងឆ្នាំ2023បើទោះបីរុស្ស៊ីបានទទូចថាខ្លួនបានចាប់យកភូមិស្តេផូក៏ដោយក៏លោកវ៉ូឡូស៊ីនបានប្រាប់ទៅគីវ Independent ថាកងទ័ពអ៊ុយក្រែនមិនបានបាត់បង់ទឹកដីណាមួយនៅក្នុងផ្នែកនៃតំបន់ជួរមុខនេះទេនេះគ្រាន់តែជាផ្នែកនៃសង្គ្រាមព័ត៌មានមិនពិតរបស់រុស្ស៊ីប៉ុណ្ណោះដោយពួកគេបានប្រកាសថាពួកគេបានគ្រប់គ្រងមុនពេលពួកគេបានចូលទៅដល់ទីតាំងនោះទៅទៀតលោកបានបន្ថែមថាការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាគឺនៅតែកំពុងបន្តនៅក្នុងតំបន់ខណៈដែលទាហានរុស្ស៊ីកំពុងព្យាយាមរុញច្រានឆ្ពោះទៅមុខលោកវ៉ូឡូស៊ីនក៏បានកត់សម្គាល់ផងដែរថាការវិប្រហាររបស់រុស្ស៊ីនៅក្នុងតំបន់សាប៉ូរីស៊ីយ៉ាកាន់តែមានភាពញឹកញាប់ចាប់តាំងពីដើមខែមីនាមកតែការប្រយុទ្ធចំនួន130លើកចេញពីក្នុងតំបន់អូរីឃីវតែមួយប៉ុណ្ណោះចាប់តាំងពីដើមនីតិកាលរដូវអ៊ុយក្រែនធ្លាប់បានព្រមានកាលពីរដូវស្លឹកឈើជ្រុះឆ្នាំ2024ថារុស្ស៊ីកំពុងប្រមូលផ្ដុំកងទ័ពនៅក្នុងតំបន់សាប៉ូរីស៊ីយ៉ាសម្រាប់ការវិលុកទៅភាគខាងត្បូងដែលនឹងអាចកើតមានជាការឆ្លើយតបកងកម្លាំងអ៊ុយក្រែនកងកម្លាំងអ៊ុយក្រែនបានសាងសង់បន្ទាយធំៗនៅជុំវិញរដ្ឋធានីនៅក្នុងតំបន់សាប៉ូរីស៊ីយ៉ាដើម្បីត្រៀមខ្លួនទប់ទល់ទៅនឹងការវាយប្រហារតំបន់នៅជិតភូមិស្តេប៉ូបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការវិបកឆ្នាំ2023របស់អ៊ុយក្រែនទៅភាគខាងត្បូងតែប្រតិបត្តិការនោះបាននាំទៅដល់ការរំដោះតំបន់រ៉ូបូទីនប៉ុន្តែមិនបានសម្រេចនៅជោគជ័យធំដុំណាមួយនៅឡើយ